ម្នាព្រះគ្រូដ៏ចម្រើនតើព្រះគ្រូជឿឬមិនជឿនៅក្នុងបទពិសោធន៍ណាមួយទេវិរិយៈព្រះគ្រូជឿទេថាព្រះគ្រូគឺជាអ្នកដែលមិនមានជំនឿម្នាក់គឺជាអត្តន័យខ្លឹមសាររបស់សំណួរទាំងនោះមិនមែនទេចិនគឺជាល្បែងមួយដែលនៅក្នុងចិនមិនមែនជារឿងដែលខ្ញុំកណាមិនជឿទេខ្ញុំកណាជឿថាបណ្ដាលមកពីចិនខ្ញុំកណាចង់ដឹងពីលក្ខណៈពិសេសរបស់ព្រះអង្គបើបុគ្គលណាម្នាក់មានចិត្តប្រកាន់ភ្ជាប់ជាមួយនឹងអកុសលចេតនានោះកុសលទាំងឡាយគឺតែងតែធ្វើឲ្យចិត្តរបស់អ្នកនឹងមានសេចក្តីស្ងប់ព្រោះតែចេតនាគេនឹងបានคล้ายទៅជាអ្នកដែលមានសេចក្តីស្ងប់នៅក្នុងផ្លូវចិត្តគេនឹងមានអារម្មណ៍ថាមានតែការធ្វើចិត្តឲ្យរឹងមាំរបស់គេប៉ុណ្ណោះដែលជាលក្ខណៈត្រឹមត្រូវហើយដែលនាំមកនៅក្នុងជំនឿនិងសច្ចៈព្រមទាំងអ្វីទាំងឡាយនេះវាមិនទៀងទាត់នោះទេហើយនៅពេលដែលយើងមានសន្តិភាពមិនខ្លាចនៃសេចក្តីស្លាប់ហើយយើងពិចារណាគ្រប់បែបយ៉ាងថាមនុស្សនឹងធ្វើអំពើទាំងឡាយនាំមកនៅសេចក្តីទុក្ខមិនថានៅកន្លែងណាទេសង្ខារគឺត្រូវតែធ្វើការតស៊ូជាមួយនឹងសេចក្តីទុក្ខជំនឿត្រូវតែការពារនៅអ្វីម្យ៉ាងដើម្បីកម្ចាត់អវិជ្ជមានដែលជាមូលហេតុបំផ្លាញដល់អ្នករាល់គ្នាបានអវិជ្ជមានធ្វើឲ្យរូបមានសេចក្តីទុក្ខវាអាចធ្វើឲ្យសេចក្តីទុក្ខរាលដាលដូចជាឫសឈើហើយមានអានុភាពខ្លាំងក្លាណាស់ដែលបានធ្វើឲ្យរូបទទួលនឹងការឈឺចាប់បើសិនជាបុគ្គលណាម្នាក់ទទួលបាននៅអវិជ្ជមានហើយនោះគឺមិនអាចសម្រេចការត្រាស់ដឹងបានទេបើសិនជានរណាម្នាក់ធ្វើតាមពាក្យព្រានប្រដៅរបស់ព្រះអង្គតើគេអាចរួចផុតពីចំណងទាំងនេះដែរទេគណៈចង់ឲ្យអ្នករាល់គ្នាមានបទពិសោធន៍ជាច្រើនផ្លូវរបស់គណៈមើលទៅពិបាកខ្លាំងណាស់ប៉ុន្តែវាមានលក្ខណៈសំខាន់មិនថានរណាម្នាក់បានដើរនៅលើផ្លូវនេះទេគឺតែងតែជួបនឹងការលំបាកដែលជាបទពិសោធន៍អ្នកណាទៅដែលព្រមទទួលសារភាវៈរបស់ព្រះអង្គធ្វើជាទីពឹងរបស់គេសភាវៈរបស់គណៈកើតឡើងពីបទពិសោធន៍វាអាចពឹងពាក់ទៅលើខ្លួនឯងឬក៏អាចថាអត្តហេអត្តនោនិថោគតិបណ្ឌិតរបស់គណៈគឺដូចជាក្បូនដែលអាចប្រើឆ្លងទន្លេបានប៉ុន្តែបន្ទាប់ពីឆ្លងទន្លេរួចហើយនោះយើងមិនអាចទុកក្បូនឲ្យនៅជាមួយនឹងយើងបាននោះទេនេះគឺជាបទពិសោធន៍របស់អាត្មាដែលធ្លាប់ឆ្លងកាត់ហើយក៏ចង់ផ្សព្វផ្សាយឲ្យអ្នកទាំងអស់គ្នាបានយល់ដឹងផងដែរកណ្ដាលមានអារម្មណ៍ចង់អោនព្រះសិរសាគោរពនៅចំពោះមុខព្រះភ័ក្ត្រព្រះអង្គខ្លាំងណាស់តែនៅមានអារម្មណ៍មួយដែលទាញខ្ញុំកណ្ដាលមកក្រោយវិញចិត្តរបស់យើងគឺមាន3នៅក្នុងអារម្មណ៍គឺសុខៈទុក្ខៈសុខទុក្ខអព្យាក្រឹតឬគល់របស់ចិត្តគឺមាន3នៅក្នុងខ្លួនហើយនឹងចិត្តរបស់យើងអារម្មណ៍គឺបានកើតឡើងដូចជាទឹករលកហើយនៅក្នុងពេលនោះគេក៏បានស្ងប់ទៅយ៉ាងស្វ័យប្រវត្តិគណៈគិតថាមើលទៅអារម្មណ៍កើតឡើងយ៉ាងជ្រាលជ្រៅបំផុតយើងនឹងបានយល់ហើយស្គាល់ថាតើពួកវានឹងមានកំណើតមកពីណាដែរទៅអារម្មណ៍ដែលមានសេចក្តីសុខឬក៏ទុក្ខយើងនឹងឃើញថាវាផុសចេញមកពីណានៅពេលដែលយើងទៅដល់ឫសគល់របស់វាយើងនឹងបានឃើញថាមានភាពទទេស្អាតនៅទីនោះភាពទទេស្អាតគឺដូចជាផ្ទៃមេឃពណ៌ខៀវផ្ទៃមេឃពណ៌ខៀវគឺគ្មានអ្វីទាល់តែសោះប៉ុន្តែវាកំពុងតែព័ទ្ធជុំវិញអ្វីគ្រប់យ៉ាងនៅខាងក្នុងវាគឺជាអ្វីគ្រប់យ៉ាងដែលយើងមិនអាចមើលឃើញទាល់តែសោះដូច្នេះហើយយើងត្រូវតែធ្វើចិត្តរបស់យើងឲ្យមានភាពទទេស្អាតគឺវាដូចជាកំប្រាតព្រមមែនទេសូមធ្វើការពិចារណាបន្តទៀតទៅពិចារណាបន្តិចនៅក្នុងពេលដែលសិក្សា
យើងប្រកាសជាបានឃើញហើយទឹករលកនោះគឺឈប់កើតឡើងទៀតហើយបរមសុខគឺនៅក្នុងចិត្តរបស់យើងនៅពេលដែលយើងមានសេចក្តីស្ងប់និងមិនរំខានដោយប្រការណាមួយទេបើសិនជាយើងពិចារណាឲ្យបានល្អិតល្អន់ទៅយើងនឹងបានស្វែងរកឃើញនៅអ្វីដែលជាគុណវិបត្តិដែលយើងកំពុងតែមានហើយយើងប្រកាសជាបានផ្ដល់នូវសារៈសំខាន់ដើម្បីស្វែងរកគុណធម៌ជាឫសគល់នៃអកុសលខ្ញុំកណាបានសម្ដែងអំពីគតិបណ្ឌិតគតិបណ្ឌិតគឺជារលកបោកបក់និងភាពអវិជ្ជមានមិនប្រងើយកន្តើយជាមួយនឹងសេចក្តីសៅមងដែលកើតឡើងនៅក្នុងសន្តានចិត្តគឺត្រូវតែលះបង់ឲ្យអស់ឬត្រូវធ្វើសមាធិយើងនឹងបានលងលក់នៅក្នុងការធ្វើភាវនាធ្វើបែបនេះទៅលោកគ្រូសាន់ជ័យលោកគ្រូត្រូវដឹងខ្លួនឡើងព្រះអង្គគឺជាព្រះពុទ្ធប្រកបណាស់នេះគឺជាលើកដំបូងបង្អស់ហើយនៅក្នុងជីវិតរបស់ខ្ញុំកណ្ដាលបានស្ដាប់ព្រះធម៌ទេសនារបស់ព្រះអង្គនេះគឺជាការរកឃើញច្បាស់ពីគុណវិបត្តិដែលខ្ញុំកណ្ដាលពិសោធន៍ក្នុងផ្លូវខុសខ្ញុំកណ្ដាលមានកំហុសខ្លាំងណាស់ធ្លាក់ក្នុងភាពអវិជ្ជមានដែលខ្ញុំកណ្ដាលឆ្លុះបង្វិញនៅក្នុងព្រំម៉ាញ់ខ្ញុំកណ្ដាលសូមបួសធ្វើជាសាវករបស់ព្រះអង្គជាទីពំនាក់ខ្ញុំកណ្ដាលសូមរំលឹកដល់ព្រះពុទ្ធ बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि